សូមជម្រាបសួរពុកម៉ែបងប្អូននៅពេលនេះខ្ញុំបាទនឹងលើកយកតម្រុយឆ្នោតវៀតណាមម៉ោង 1:30 នាទីម៉ោង 4:30 នាទីម៉ោង 6:30 នាទីថ្ងៃទី 24 ខែមេសា ឆ្នាំ 2025 ដើម្បីមកចែកជូនពុកម៉ែបងប្អូនមុននឹងចូលដល់តម្រុយឆ្នោតខ្ញុំបាទសូមលើកយកតម្រុយឆ្នោតដែលបានឯកាពីម្សិលមិញដើម្បីផ្ទៀងផ្ទាត់ជូនពុកម៉ែបងប្អូនសម្រាប់ម៉ោង 1:30 នាទីម៉ោង 4:30 នាទីហើយនិងម៉ោង 6:30 នាទីតម្រុយដែលបានឲ្យគឺមានលេខ 06 96 55 16 លេខអុសមាន2ខ្ទង់គឺអុសខ្ទង់0ហើយនិងអុសខ្ទង់9បន្ទាប់មកទៀតនេះខ្ញុំបាទនឹងផ្ទៀងផ្ទាត់ជូនពុកម៉ែបងប្អូនសម្រាប់ម៉ោង 1:30 នាទីម៉ោង 1:30 នាទីគឺយើងត្រូវបានប៉ុស B គឺ05គឺត្រូវលេខអុសតម្រុយខ្ញុំបាទបានឲ្យលេខ06បន្ទាប់មកទៀតគឺយើងត្រូវបានប៉ុស D គឺ0វ៉ែនតាគឺត្រូវលេខអុសសរុបម៉ោង 1:30 នាទីគឺយើងត្រូវបាន2គ្រាប់ចំពោះម៉ោង 4:30 នាទីគឺយើងអត់បានត្រូវទេបន្តមកទៀតនេះខ្ញុំបាទនឹងផ្ទៀងផ្ទាត់ជូនពុកម៉ែបងប្អូនសម្រាប់ម៉ោង 6:30 នាទីម៉ោង 6:30 នាទីគឺយើងត្រូវបានប៉ុស A គឺ55គឺត្រូវចំតម្រុយតែម្ដងតម្រុយខ្ញុំបាទបានឲ្យលេខ55បន្តមកទៀតគឺយើងត្រូវបានប៉ុស A ដូចគ្នាគឺ92គឺត្រូវជោគទង់តម្រុយខ្ញុំបាទបានឲ្យលេខ96សរុបម៉ោង 6:30 នាទីគឺយើងត្រូវបាន2គ្រាប់បន្តមកទៀតនេះខ្ញុំបាទនឹងលើកយកតម្រុយសម្រាប់ថ្ងៃទី24ខែមេសាឆ្នាំ2025ដើម្បីមកចែកជូនពុកម៉ែបងប្អូនដើម្បីចាក់ផ្សងសំណាងតម្រុយគឺមានលេខ04 78 44 25លេខអុសមាន2ខ្ទង់គឺអុសខ្ទង់0ហើយនិងអុសខ្ទង់40សូមពុកម៉ែបងប្អូនជួយចុច Subscribe ហើយនិងសញ្ញាមេដៃចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗដែលខ្ញុំបានចេញជារៀងរាល់ថ្ងៃសូមជូនពរសូមឲ្យពុកម៉ែបងប្អូនមានសំណាងល្អគ្រប់ក្រុមគ្រួសារបើសិនជាពុកម៉ែបងប្អូនមានចម្ងល់អ្វីមួយឬក៏ចង់ជួយផ្ដល់យោបល់សូមខមមិននៅខាងក្រោមសូមអភ័យទោសចំពោះការខុសឆ្គងដោយអចេតនាណាមួយសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត